សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី15ខ្លាចចិត្តណាស់តាមពិតគិតតែខ្លួនឯងរឿងខ្លះបើយើងរវល់តែខ្លាចចិត្តហួសហេតុអ្នកដទៃនឹងសើចថាយើងល្ងងអ្នកខ្លះស្អីបន្តិចក៏សុំទោសខ្លាចចិត្តដល់ហើយការសម្ដែងចេញបែបនេះជួនកាលវាគួរឲ្យស្រឡាញ់ម្យ៉ាងជារឿងល្អក្នុងន័យមិត្តភាពឬទំនាក់ទំនងរវាងមនុស្សប៉ុន្តែផ្ទុយមកវិញវាក៏អាចធ្វើឲ្យយើងបាត់បង់សិទ្ធិប្រយោជន៍និងឱកាសជាច្រើនផងដែរនិស្ស័យខ្លាចរអាចិត្តនេះគួរតែដល់ពេលត្រូវដកក្រវ៉ាត់ចោលហើយតាមពិតអារម្មណ៍ខ្លាចរអាចិត្តនេះភាគច្រើនកើតមកពីខ្លួនយើងគិតតែខ្លួនឯងទាំងដែលតាមពិតនៅក្នុងក្រសែភ្នែកអ្នកដទៃមិនឃើញមានអ្វីគួរឲ្យរអ៊ីចិត្តឡើយមិនឃើញថាវាខុសទោសអ្វីត្រង់ណាទេប៉ុន្តែយើងបែរជាគិតតែខ្លួនឯងចង់ស្នើសុំគិតតែពីខ្លាចចិត្តចង់ប្រាប់ពីអារម្មណ៍នៅតម្រូវការរវល់តែគិតថាមិនសូវសមចង់ញ៉ែស្រីគិតតែពីខ្មាស់មិនហ៊ានរឿងទាំងអស់នេះគឺគិតបែបអុំទូកក្នុងអាងអ្នកដទៃមិនបានគិតបែបនោះសោះឡើយមនុស្សយើងកាលបើមានបំណងប្រាថ្នាក៏គួរតែប្រើសមត្ថភាពនិងកម្លាំងដើម្បីឲ្យបានវត្ថុនោះមកបើយឺតតែមួយជំហានអ្នកអាចនឹងបាត់ឱកាសល្អនោះនៅពេលណាដែលយើងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងគ្នាយើងគួរតែចេះបែងចែកថាតើនេះជារឿងសំគួរត្រូវខ្លាចចិត្តឬមានអារម្មណ៍ខ្មាស់អៀនដែរឬទេឬត្រូវហ៊ានបង្ហាញនៅគំនិតរបស់ខ្លួនឯងនិងធ្វើទៅតាមការមើលឃើញថាចាំបាច់បើរវល់តែមានអារម្មណ៍ថាមិនសូវជាល្អនោះអ្នកដទៃនឹងសើចឲ្យថាយើងល្ងងជាពិសេសរឿងខាងក្រោមនេះយើងកុំគិតតែពីខ្លាចចិត្តឬមានអារម្មណ៍ខ្មាស់អៀនជាដាច់ខាតអំពីរឿងសិទ្ធិនិងអំណាចនេះគឺជារឿងធំដែលយើងមិនសមគួរនឹងត្រូវមកអង្គុយខ្លាចចិត្តខ្លាចថ្លើមនោះទេយើងគួរតែដណ្ដើមឲ្យបានមកឬការពារដោយបើកចំហយ៉ាងក្លាហានបើយើងគិតតែពីមានអារម្មណ៍ខ្មាស់អៀនចេះតែខ្លាចចិត្តខ្លាចថ្លើមគេឯងធ្វើឲ្យខ្លួនឯងត្រូវបាត់បង់សិទ្ធិដែលមានដូច្នេះតើមាននរណាគេចូលមកធ្វើជាសេះជំនួយរបស់យើងទៅរឿងដែលពិបាកបដិសេធមនុស្សជាច្រើនយល់ដល់ទំនាក់ទំនងសាច់ញាតិមិត្តភក្តិបងប្អូនក៏កើតមានការខ្លាចចិត្តខ្លាចថ្លើមមិនហ៊ានបដិសេធព្រមឲ្យខ្ចីលុយឬធ្វើជាអ្នកធានាឲ្យប្រថុយនឹងគ្រោះថ្នាក់ទាញដាវចូលទៅជួយគេក្នុងពេលកំពុងប្រយុទ្ធគ្នាលទ្ធផលចុងក្រោយខ្លួនឯងត្រូវមានបញ្ហារងរបួសធ្ងន់ស្ទើរតែអស់ជីវិតក៏មានឲ្យឃើញជាឧទាហរណ៍ដែរនេះគ្រាន់តែដោយសារការខ្លាចចិត្តឬមានអារម្មណ៍នៅខ្មាស់អៀនបើគ្រាន់តែមិនបានជួយនោះឯងរឿងដែលចាំបាច់ត្រូវស្នើសុំរវល់តែខ្លាចចិត្តមានអារម្មណ៍ខ្មាស់អៀនរហូតដល់ថ្នាក់ស្ទះបំពង់ក៏មិនហ៊ានហើបមាត់លទ្ធផលគឺកិច្ចការមិនបានសម្រេចទាំងគេទាំងយើងសុទ្ធតែមិនបានប្រយោជន៍រីឯខ្លួនឯងក៏ត្រូវធ្លាក់ទៅក្នុងស្ថានភាពពិបាកទៅទៀតចរិតខ្លាចចិត្តមិនហ៊ានហើបមាត់សុំនេះមានច្រើនណាស់តាមពិតមនុស្សនៅជុំវិញខ្លួនចាំតែជួយស្រាប់ទៅហើយសុំឲ្យតែប្រាប់ចុះតែមនុស្សយើងចេះតែខ្លាចបាក់មុខនឹងពូកែខ្លាចចិត្តមិនហ៊ានទើបដំណើរជីវិតមើលទៅហាក់ដូចជាសុទ្ធតែជាឧបសគ្គជាពិសេសថ្នាក់ដឹកនាំនៅក្នុងវិស័យការងារចូលកុំខ្លាចចិត្តសុំកូនចៅជាដាច់ខាតបើមិនដូច្នេះទេអាចត្រូវបាត់បង់អំណាចក្នុងការបង្គាប់បញ្ជាកូនចៅជាមិនខានរឿងដែលលើកឡើងមកនេះបើចង់ធ្វើឲ្យបានល្អត្រូវតែកម្ចាត់ចរិតខ្លាចចិត្តខ្លាចថ្លើមនិងអារម្មណ៍ខ្មាស់ចោលពេលនោះយើងនឹងគ្មានបញ្ហារឿងការរស់នៅទៀតទេប៉ុន្តែការកម្ចាត់ចរិតពូកែខ្លាចចិត្តនេះមិនមែនជារឿងងាយទេត្រូវតែធ្វើសន្សឹមសុំត្រឹមតែតាំងចិត្តសង្កេតឲ្យបានល្អនោះយើងនឹងបានយល់ពីភាពកាចសាហាវនៃការតស៊ូដើម្បីរស់នៅក្នុងសង្គមមនុស្សព្រៃយ៉ាងពិតប្រាកដពេលវេលាកន្លងទៅមួយរយៈនោះយើងនឹងមិនខ្លាចចិត្តខ្លាចថ្លើមនរណាដោយងាយតទៅទៀតឡើយប៉ុន្តែបើយើងមិនចេះខ្លាចចិត្តខ្លាចថ្លើមគេសោះយើងនឹងក្លាយទៅជាមនុស្សគ្មានហេរីអត់បបៈហ៊ានធ្វើរឿងខុសនឹងសីលធម៌លួចឆក់ឬប្លន់ក៏ធ្វើបានអាចទទួលបានជោគជ័យជាកំពូលចោលតែក៏អាចបរាជ័យធ្ងន់ធ្ងរបានដូចគ្នាដែរផ្លូវកណ្ដាលមានឲ្យយើងដើរបើមិនហ៊ានសោះក៏ធ្វើអ្វីមិនកើតតែបើហ៊ានខុសរឿងក៏វាកាន់តែធ្ងន់ធ្ងរផងដែររឿងហ៊ានដែលមិនចេះខុសគឺហ៊ានស្នើហ៊ានសួរមិនបំពេញនោះគឺជាវិធីរបស់មនុស្សឆ្លាតនេះឯង